Và khi ngàyនេះខ្ញុំហៅបងប្អូនពីការមើលទៅលើ license របស់ Windows របស់ខ្ញុំគឺប្រភេទ Windows 11 Pro មានន័យថា license ជាប្រភេទ original គឺជាប់ជាមួយនឹង motherboard ទៀតគឺគេហៅថាប្រភេទ OEM អញ្ចឹង license វាមានពីរ OEM និង retail មានថាវាជាប់នឹង board ទេបើសិនជាបងប្អូនចង់ទៅដាក់ជាមួយនឹងកុំព្យូទ័រផ្សេងគឺបងប្អូនត្រូវតែ uninstall វាចោលជាមួយនឹងកុំព្យូទ័រចាស់សិនអូខេតែសញ្ញា OEM នេះគឺมันអាចទេវាថាតែវាជាប់នឹង board គឺ board ហើយអូខេឥឡូវខ្ញុំសូមធ្វើការបង្ហាញមួយបាទរបៀបឆែកវាបងប្អូនអាចចូល search ក៏បានចូល start បានហើយយើងវាយ run ឬក៏បងប្អូនអាចចូលលើសញ្ញា start នេះដែលមាននៅលើ keyboard ហ្នឹងបងអក្សរ O វាស្មើ run ដូចគ្នាអូខេបាទចុចមកបាទជាបងប្អូនវាយ slmgr.vbs ហើយរួច space 1 / DRI គឺចង់សម្ដៅព័ត៌មានរបស់ license វាថា DRI គឺចង់សម្ដៅ digital license information បាទ đi về hai đi về OEM để đôi nhầm bị chạy chứ người ta đi cái tôi xử lý bảo vía người ta xử lý bảo vía kia chẳng người ta chi phí license để cho chỉ mới làm bạn bọt hay nhóm công niên tầm pi người ta sắp rạp thứ ca luôn license chọn mỗi mà bot hay cái đôi chi license là ai thứ ca đô vì công tờ mũi đời công tờ mũi tiết mát để cái hai thà retail ok lấy chấp đang chạy mưa tiết cứ chạy từ mưa expire vì ok cho nhà đang đá lương keyboard nó bộ số ba dân đô tại tôi ghi ba đấy vậy XPOคือ Smart Expire បាទនេះបងប្អូនដាក់ Windows Professional Edition This machine is permanently activated ចឹងមានន័យថាជាប្រភេទ Windows ដែល activate ជារៀងរហូតតែម្ដងសម្រាប់ Windows Retail មានថាវា activate ជារៀងរហូតដែរក៏ប៉ុន្តែបើសិនជាបងប្អូនជួ Windows វាអាចនឹងបាត់ក៏ប៉ុន្តែប្រភេទ OEM នេះគឺវាអត់បាត់ទេវាមួយយ៉ាងម្នាក់ត្រង់ថាOEM គឺយើងអាចជួ Windows ដែលអត់បាត់ក៏ប៉ុន្តែយើងមិនអាចទេ license ទៅកុំព្យូទ័រមួយផ្សេងទៀតបានក៏ប៉ុន្តែ retail គឺយើងអាចទេ license ទៅកុំព្យូទ័រមួយទៀតបានលុះត្រាតែយើង uninstall ចោលទៅលើកុំព្យូទ័រដែលវាជាប់ license ហ្នឹងសិនគេថា retail គឺ retail អញ្ចឹងគេថា retail និង OEM វាខុសគ្នាត្រង់នេះហ្នឹងបាទឥឡូវខ្ញុំបង្ហាញបងប្អូនពីរបៀបនៃការឆែកទៅមើលកុំព្យូទ័ររបស់ខ្ញុំប្រភេទ Windows អីគេអូខេយើងចូលអាហ្នឹងក៏ដែរមកសអបាទវាយ Winver មកបាទនេះគឺជា page Windows របស់ខ្ញុំមានថា Windows 11វាក៏ដាក់ Windows 11 Pro Operating System ចឹងចង់ជែកបងប្អូនឡើយនឹងថាបើសិនជាបងប្អូនមាន Windows ជា page Home Edition ឬក៏ Enterprise Edition ពេលណាដែលបងប្អូនដាក់ license original ហ្នឹងទៅគឺវានឹង update ទៅជា Windows Pro ដែលស្វ័យប្រវត្តិហើយសម្រាប់update ហ្នឹងមានថាយើងអាច update ជាមួយនឹង internet មានថាសម្រាប់ original license បាទអរគុណ